ពីវត្តកន្លែងដែរដែលគុណនិមន្តគង់នេះនឹងគេហៅថាកំពែងពេជ្រកំពែងពេជ្រវត្តជុំវិញនៃប្រាសាទនេះអញ្ចឹងកណាចាប់ការរៀបរាប់ចាប់ពីហានៅក្នុងកន្លែងហ្នឹងមុននឹងយើងដើរចូលទៅយើងឃើញមានតោនឹងនេះអញ្ចឹងហេតុអីបានជាបពបរោះយើងកាត់ឆ្លាក់នៅសម័យសតវត្សទី12រាជការរបស់ព្រះបាទសូរ្យវរ្ម័នទី2កាត់ឆ្លាក់តោហ្នឹងទុកកន្ទុយចោះសោកអ្វីកុំថាអ្នកខ្លះគាត់អធិប្បាយថាសោកភ្លើងអត់មែនទេកាត់ទុកចោះកន្ទុយហ្នឹងសោករឹតឆលឹងលោហៈតយៈលឹងនិងរុក្ខតយៈលឹងនឹងកន្ទុកអញ្ចឹងវាមានអត្តន័យចំពោះព្រះសិវៈនិងព្រះវិស្ណុនិយាយពីសាសនានឹងអញ្ចឹងតោហ្នឹងមានឈ្មោះថាមហារញ្ចាកេស្វរៈជាយានជំនិះរបស់ព្រះនាងទុគ៌អគ្គមហេសីរបស់ព្រះវិស្ណុអញ្ចឹងតំណាងឲ្យអំណាចមេជាធំនៅសប្តាហ៍ថ្ងៃវប្បធម៌ខ្មែរយើងដែលប្រើប្រាស់ពាក្យថាមេភូមិមេឃុំមេស្រុកមេតបមេព្រៃមេចៅមេគេធំជាងគេឲ្យតែណាមេគឺធំហើយហ្នឹងឯងមាននេះបងខ្លួនយើងក៏មានមេដៃមេជើងមេអីចឹងទៅចាហ្នឹងតែមេប្រធានអីចឹងទៅហ្នឹងអានាគវិញនាគមានក្បាល7តំណាងឲ្យពណ៌ទាំង7ឬក៏ថ្ងៃទាំង7ដែលនាគនោះមានឈ្មោះថានាគវាសគិសេសៈជាយានជំនិះរបស់ព្រះវិស្ណុអញ្ចឹងស្ពានដែលយើងចាប់ពីក្បាលស្ពាននាគនេះរហូតឆ្លងទៅដល់ទ្វារគោបុរៈនឹងមានឈ្មោះថាស្ពានអន្តនោឬស្ពាននាគវាសគិសេសៈមានទទឹង12ម៉ែត្របណ្ដោយដែលយើងឆ្លងនេះចាប់ពីក្បាលនេះរហូតទៅដល់ចុងខាងទ្វារគោបុរៈនោះមាន250ម៉ែត្រឆ្លងទឹកនេះគូទឹកវត្តជុំវិញជម្រៅ7ម៉ែត្រវាស់ចេញពីលើស្ពាននោះខាងនោះចុះទៅក្រោម7ម៉ែត្រទឹកនេះកម្ពស់3ម៉ែត្រថប់1ម៉ែត្រ4ម៉ែត្រលើមកខាងលើ3ម៉ែត្រ7ម៉ែត្រហ្នឹងគឺមានឈ្មោះដើមថាសេតត្រៈសបៈបរពតពាក្យថាសេតៈសរសេរសជើងតប្រែថាលេខ7ត្រៈប្រែថាសមុទ្របរពតប្រែថាភ្នំឬលំនៅឋានរបស់អាទិទេពអញ្ចឹងគូទឹកប៉ាត់ជំវិញនេះបានន័យថាមហាសមុទ្រទាំង7រំពាត់ទៅដោយភ្នំព្រះសុមេរុដែលនៅខាងក្នុងជាលំនៅឋានរបស់អាទិទេពអញ្ចឹងពេលដែលយើងហាមពេលយើងពេលដែលគុណមន្តចូលទៅនេះចាទៅតឹងដែលយើងបណ្ដោយដែលយើងឃើញនៃប្រាសាទនេះ1500ម៉ែត្រគុណនឹង1300ម៉ែត្រទឹកនេះទុកទឹករដូវប្រាំងនិងរដូវវស្សាឲ្យថេសម្រាប់ទ្រទម្ងន់ប្រាសាទដល់60លានប៉ោនដីខ្សាច់និងទឹកខ្សាច់ទឹកផ្សឹមចូលដីខ្សាច់នៅក្នុងប្រអប់គឺជាគ្រឹះសម្រាប់ប្រាសាទមួយនេះក្នុងការគេស្រាវជ្រាវដៃគុណចាខ្សាច់គេបុកនៅក្នុងប្រអប់ណាគ្រឹះបាតក្រោមហ្នឹងកម្ពស់ប្រាសាទ65ម៉ែត្រវាស់ចេញពីនីវ៉ូទឹកសមុទ្របច្ចុប្បន្នគ្រឹះទៅខាងក្រោមក៏65ម៉ែត្រផងដែរដូចគ្នាដែរនឹងគ្រឹះទៅខាងក្រោមណាកម្ពស់ប្រាសាទហ្នឹងដៃគុណណាអញ្ចឹងពេលដែលយើងដើរចូលទៅឆ្លងនៅខ្លងទ្វារទាំង5អញ្ចឹងភាសាសាមញ្ញគេថាខ្លងទ្វារតែសម្រាប់ប្រាសាទគេប្រើពាក្យថាគោបុរៈដោយមិនដេចដែលហៅថាគោបុរៈគេសម្គាល់ទៅលើទ្វារជាច្រើនទិសលិចកើតជើងត្បូងទ្វារជាច្រើននោះលើកលែងតែទ្វារមួយជាទ្វារខ្មោចនៅទិសឦសាននោះគឺទៅគេហៅថាគោបុរៈសម្រាប់ទ្វារផ្ទះគេហៅថាទ្វារសិរីមង្គលព្រោះទ្វារផ្ទះគ្មានទ្វារខ្មោចទេអត់មានទ្វារខ្មោចទេបានហៅទ្វារខ្មោចចាទ្វារខ្មោចនោះគឺជាទ្វារដែលពេលដែលព្រះមហាក្សត្រធ្វើពិធីលទ្ធិទេវរាជាកាត់ទៅបុគ្គលណាដែលធ្វើកិច្ចការរាជការខុសយកទៅចូលប្រហារជីវិតនៅនឹងទ្វារខ្មោចហ្នឹងគឺជាទីលានប្រហារជីវិតសម្រាប់ស្ដេចធ្វើពិធីលេហតបៈលទ្ធិទេវរាជាសិលាចារឹកមុនស្មែងគោដែលមានតាំងពីសម័យឆ្នាំ802មកម្លេះនឹងសិក្សាស្រាវជ្រាវនេះគុណកដាអញ្ចឹងកំពូល3ខាងមុខនេះហេតុអីក៏បាក់នៅឆ្នាំ1170សង្គ្រាមជាមួយនឹងចាមដោយរោគបំណាច់មិនឃើញក៏គេຕົកធ្វើអញ្ចឹងទៅគេຕົកដល់រោគបំណាច់មិនឃើញដោយសារចាមគឺយកអាមាសឡើងកំពូលនឹងមាសនៅសម័យបុរាណនៅសតវត្សទី12គ្រប់ប្រាសាទទាំងអស់មិនអាចបិទចិត្តដោយសម័យការឈូសដោយសប្តាហ៍នេះទេគឺគេស្រោបមាសមាន4ជ្រុងគេហៅថាទ្វារមាសឬក៏ទ្វារសវណ្ណគេហៅទ្វារហ្នឹងមាសស្រោបអញ្ចឹងគេកំណាយឃើញមាសដែលនៅដូចជានៅបារាយហ្នឹងគេកំណាយឃើញហើយនឹងមួយចំនួនទៀតត្រូវសៀមគោះយកទៅ500អាទិសដែលពេលដែលសៀមយើងចាញ់សង្គ្រាមសៀមនិងមនុស្ស8000នាក់និងមនុស្សជាច្រើនទៀតយកទៅស្រុកសៀមនឹងឯងសប្តាហ៍ថ្ងៃបើដេគុណចង់ឃើញនៅស្រាមទីសៀម500បាតទេដេគុណចូលមុនទៅឃើញហ្នឹងណាអញ្ចឹងកំពូល3ខាងមុខនេះតំណាងឲ្យត្រីមូលតិមានព្រះសិវៈព្រះវិស្ណុនិងព្រះព្រហ្មចំណែកឯទ្វារកណ្ដាលគេនោះទ្វារស្ដេចដើរចំណែកទ្វារខាងស្ដាំដៃខាងនេះកន្លែងដាំថ្នោតនេះគឺទ្វារបរិជ្ជគ្រូដើរឯទ្វារបុកនៅចំកណ្ដាលនៃទ្វារនៅទ្វារនៅស្ពានបដូតទឹកនេះចានោះគេហៅថាទ្វារសូត្រៈប្រែថាទ្វារកញ្ជះនៃអាទិទេពសម្ដេចសង្ឃជួនណាព្រះអង្គសម្រួលថាតកូលពលព្រះរាភិជនកណាសិក្សាស្រាវជ្រាវណាព្រះអង្គមិនផ្លូវក្នុងទេណាកណាចាសម្រាប់តកូលពលព្រះរាភិជនតែកណា
trong khánh nô chân đi số trẻ sẵn sàng bị bao trộn cha cái na bọn cái na cha cái na phong bọn chắc thuê kháng nó thuê sạch thuê kháng nó cha thuê kháng nó thuê mê tập thầm đá ai thuê trong kháng nó bằng cái hai tập thuê đầm rầy cho xôi xa co xe cô đầm rầy đầm bay miếng bay cây cái bông ra tận nặng đầm bay đầm quái đầm ati tép nó thuê kháng nó cái hai tập thuê đầm rầy nó trong khi bằng kháng nó nè chỉ riêng rồi chằm pe để bẹt tật rẽ trong của pu cái đáประสาทnói chằm mà phân sang sắp bằng bay sạ cà ràព្រះបាទវិរៈកំរងតេងអញសូរិយវរមៈទី2និងរាជគ្រូមានឈ្មោះថាភវកបាទកំរងតេងអញតករុស្រីទិវាកបណ្ឌិតព្រះអង្គបានធ្វើពិធីលេហតបលទ្ធិទេវិជាបើកត្របកឈូកក្តោបពីអញ្ជលីសំពះគុំកំបងបាត់នៅប្រាសាទនេះនៅឆ្នាំ1038សករាជដោយយោធាតមានព្រះច័ន្ទមួយមានសុបវតីមួយណាមានណែមេឃមួយហើយនឹងយកនឹងធាតទាំង8ទៀតសុវវតីគេហៅសុវវតី8ទៀតអញ្ចឹងយកធ្វើជាសាក្សីដើម្បីស្ថាបនាព្រះអង្គឲ្យខ្លាចជាស្ដេចនៃចក្រវាឡនៅទីនេះសិលាចារឹកឆ្នាំ1038សករាជពេលដែលចូលទៅតែគុណឃើញមានចម្លាក់ជាច្រើនអញ្ចឹងចម្លាក់នៅក្នុងប្រាសាទសិតតែមានអត្ថន័យឧទាហរណ៍ថានេះតែគុណគួងលើនេះគេហៅថាផ្កាមន្ទាទឹកការមន្ទាទឹកសំដៅទៅលើព្រះការប្រាឈូកដែលគេសំដៅទៅលើសម្គាល់នៃសាសនាព្រះពុទ្ធអញ្ចឹងការមន្ទាទឹកការរំដួលណានេះនៅកន្លែងហ្នឹងណាគុណណានៅតាមគ្រឹះប្រាសាទទាំងអស់សិតតែមានអត្ថន័យចម្លាក់ដូចជាមានអប្សរាមាននាងអប្សរាក្នុងបើនិយាយពីប្រវត្តិអប្សរាវាចែកជាក្រុមទៅទៀតមានអប្សរាយោគិនីមានអប្សរាទីយាតមានអប្សរាក្នុងសាច់រឿងសមុទ្រគោទឹកដោះហ្នឹងណាសមុទ្រគោទឹកដោះគឺយៈនឹងទេពគោយកទឹកអម្រឹតនោះបងហ្នឹងដែលបង្កើតចេញជាមានទឹកអម្រឹតមានយៈមានដើមឈើមានដំរីអេរវ៉ាន់ក្បាល3ដែលផុសចេញមកនោះបងហ្នឹងនៅក្នុងសាច់រឿងរបស់របស់អវតារទី2របស់ព្រះវិស្ណុអញ្ចឹងគឺគោសមុទ្រទឹកដោះអញ្ចឹងរាល់ចម្លាក់ទាំងអស់នៅក្នុងប្រាសាទគឺមាន10ឋានៈមាន10អវតារក៏ប៉ុន្តែឆ្លាក់បានតែប៉ុន្មានផ្ទាំងនៅទីនេះទេមានរឿងរាជហរមយណៈមហាភារតៈនិងរឿងគោសមុទ្រទឹកដោះហើយនឹងព្យុះយាត្រារបស់អាទិទេពនៅតាមចម្លាក់ជញ្ជាំងហើយនឹងរឿងប្រវត្តិសាស្ត្រព្រះបាទសូរ្យវរ្ម័នទី2ព្រះអង្គជំនុំទ័ពលើភ្នំសេវបាតមុននឹងទៅធ្វើសង្គ្រាមជាមួយនឹងដៃវៀតគឺវៀតណាមយើងសប្តាហ៍ថ្ងៃហ្នឹងណាបងបាទចាហើយនៅក្នុងចម្លាក់នៅក្នុងប្រវត្តិសាស្ត្រនោះសិតតែមានមេតបល្បីនៅក្នុងវេទិការបស់ព្រះអង្គផងដែរហ្នឹងណាឯកូនចាំគ្នាទៀតបងចាំទៅបានទៅក្រុមនេះបានចូលបានចូលកណាចេតនាសូមអនុញ្ញាតគង់នៅនេះក៏បានដែរកណារៀបរាប់ឲ្យចប់ក្នុងហ្នឹងចាកណាសូមអនុញ្ញាតយកសភៅបង្ហាញ